សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ស្រមោលដំណើររឿងខ្មោចជួបគ្នាសារជាថ្មីដែលស្រមោលនៅយប់នេះគឺជារឿងរ៉ាវរបស់បងប្រុសម្នាក់ដែលគាត់បានទៅជួបហេតុការណ៍ដ៏រន្ធត់មួយនៅពេលដែលគាត់បានទៅរស់នៅជាមួយអ៊ំស្រីរបស់គាត់នៅឯខាងខេត្តបាត់ដំបងហើយរឿងរ៉ាវដែលគាត់បានជួបហ្នឹងបងប្រុសគាត់ថាគួរឲ្យខ្លាចមែនទែនអ្នកទាំងអស់គ្នាដោយសារតែទម្រាំដែលគាត់ដឹងថាវិញ្ញាណខ្មោចស្រីដែលលងគាត់ហ្នឹងនាងគឺជាខ្មោចគឺបងប្រុសគាត់បានជួបនាងរហូតដល់3ដងទើបគាត់បានដឹងថានាងមិនមែនជាមនុស្សទេអញ្ចឹងចង់ដឹងថាបងប្រុសគាត់បានជួបហេតុការណ៍អីខ្លះនៅក្នុងសាច់រឿងមួយហ្នឹងតោះចូលទៅស្ដាប់សាច់រឿងពេញជាមួយខ្ញុំទាំងអស់គ្នាប៉ុន្តែដោយតែរាល់ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់សាច់រឿងមួយនេះនៅពេលយប់ហើយចង់ឲ្យបរិយាកាសហ្នឹងវាកាន់តែគួរឲ្យខ្លាចអញ្ចឹង admin ក៏ចង់ណែនាំដល់អ្នកទាំងអស់គ្នាឲ្យបិទភ្លើងបន្ទាប់មកសូមស្ដាប់ខ្ញុំដំណើរដោយយកចិត្តទុកដាក់រួចហើយព្យាយាមស្រមៃទៅតាមសាច់រឿងមួយហ្នឹងរឿងរ៉ាវមួយនេះគឺបានកើតឡើងកាលពី20ឆ្នាំមុននៅឯខាងខេត្តបាត់ដំបងហើយបងប្រុសដែលជួបហេតុការណ៍មួយហ្នឹងគាត់មានឈ្មោះថាបងជាដែលបងជាកាលហ្នឹងគាត់ទើបតែមានអាយុ17ឆ្នាំទេបងជាគាត់បាននិយាយថាការពិតគាត់មិនមែនជាអ្នករស់នៅខេត្តបាត់ដំបងទេអ្នកទាំងអស់គ្នាគឺគាត់ជាអ្នករស់នៅខេត្តកោះកុងប៉ុន្តែដោយសារតែភូមិដែលគាត់រស់នៅហ្នឹងវាដាច់ស្រយាលពីទីរួមខេត្តឆ្ងាយពេកអញ្ចឹងណាគាត់ថាភូមិរបស់គាត់ហ្នឹងគឺត្រូវជិះទូកឆ្លងកាត់សមុទ្ររយៈពេលកន្លះថ្ងៃទើបបានទៅដល់ទីរួមខេត្តដោយសារតែពេលហ្នឹងពីទីរួមខេត្តទៅភូមិរបស់គាត់គេអត់ទាន់ធ្វើផ្លូវចូលទៅដល់ទេហើយពេលដែលអ្នកភូមិរបស់គាត់ចង់មកផ្សារទិញអីវ៉ាន់សម្រាប់លក់ដូរនៅក្នុងភូមិគឺពួកគាត់ត្រូវជិះទូកកន្លះថ្ងៃទើបបានទៅដល់ផ្សារប៉ុន្តែពួកគាត់មិនមែនមកផ្សាររាល់ថ្ងៃទេអ្នកទាំងអស់គ្នាយូរទើបបានពួកគាត់ឡើងមកម្ដងបើសិនជាខែប្រាំងប្រហែលជាកន្លះខែហើយបើសិនជាខែភ្លៀងតតែមួយខែអីចឹងទៅហើយគាត់ក៏បានបញ្ជាក់ទៀតថានៅក្នុងភូមិរបស់គាត់ហ្នឹងគឺមានសាលារៀនត្រឹមតែថ្នាក់ទី9ទេអត់ទាន់មានដល់ថ្នាក់ទី12ទេអញ្ចឹងពេលដែលគាត់រៀនចប់អនុវិទ្យាល័យហើយចង់រៀនតនៅវិទ្យាល័យគឺគាត់ត្រូវឡើងមករៀននៅទីរួមខេត្តប៉ុន្តែដោយសារតែទីរួមខេត្តហ្នឹងវាឆ្ងាយពីផ្ទះរបស់គាត់ពេកហើយណាមួយបងជាគាត់អត់មានបងប្អូនរស់នៅទីរួមខេត្តហ្នឹងទៀតអញ្ចឹងវាពិបាកនៅក្នុងការឡើងចុះហើយនឹងជួលបន្ទប់គេស្នាក់នៅអីចឹងទៅអញ្ចឹងហើយទៅពេលហ្នឹងប៉ារបស់គាត់ឲ្យបងជាមករស់នៅជាមួយនឹងអ៊ំស្រីម្នាក់ដែលអ៊ំស្រីម្នាក់ហ្នឹងគាត់គឺជាបងស្រីប៉ារបស់គាត់បង្កើតហើយអ៊ំស្រីគាត់មានឈ្មោះថាអ៊ំសែមដែលអ៊ំសែមគាត់រស់នៅខាងខេត្តបាត់ដំបងណាពេលហ្នឹងដោយសារតែប៉ារបស់គាត់គិតថាអ៊ំសែមគាត់រស់នៅម្នាក់ឯងហើយកូនរបស់គាត់សុទ្ធតែជាអ្នកធ្វើការនៅភ្នំពេញអញ្ចឹងហើយបានជាប៉ារបស់គាត់ឲ្យបងជាមករស់នៅជាមួយអ៊ំសែមគ្រាន់បានជាគ្នាជាមួយអ៊ំសែមហើយណាមួយបងជាគាត់ក៏បានរៀនសូត្រនៅនឹងដែរអីចឹងទៅអញ្ចឹងពេលដែលបងជាគាត់មករស់នៅជាមួយអ៊ំសែមហ្នឹងពេលហ្នឹងបងជាគាត់ឃើញថាភូមិដែលអ៊ំសែមគាត់រស់នៅគឺជាភូមិដ៏ធំមួយហើយនៅក្នុងភូមិហ្នឹងមានផ្លូវខ្វាត់ខ្វែងច្រើនមែនតើប៉ុន្តែបងជាគាត់ចាប់អារម្មណ៍ឃើញថានៅតាមផ្លូវចូលទៅផ្ទះអ៊ំស្រីរបស់គាត់ហ្នឹងគឺមានផ្ទះចាស់មួយខ្នងដែលផ្ទះមួយហ្នឹងមិនជាធំអីណាប្រហែលទេប៉ុន្តែផ្ទះមួយហ្នឹងគឺអត់មានមនុស្សរស់នៅទេអ្នកទាំងអស់គ្នានិយាយទៅរបៀបដូចផ្ទះគេទុកចោលអញ្ចឹងណាហើយនៅម្ដុំហ្នឹងក៏អត់មានផ្ទះពីណាគេរស់នៅដែរនៅពេលដែលបងជាគាត់ឃើញផ្ទះហ្នឹងដំបូងគាត់ក៏បានសួរនាំទៅអ៊ំស្រីរបស់គាត់ដែរគាត់សួរថាអ៊ំផ្ទះចាស់មួយខ្នងដែលនៅតាមផ្លូវចូលមកផ្ទះរបស់យើងហ្នឹងគឺជាផ្ទះរបស់ពីណាគេមិនបានខ្ញុំអត់ដែរឃើញមានមនុស្សរស់នៅអញ្ចឹងអញ្ចឹងអ៊ំស្រីរបស់គាត់ហ្នឹងក៏បានប្រាប់មកវិញថាផ្ទះហ្នឹងគឺគេទុកចោលយូរហើយដោយសារតែម្ចាស់ផ្ទះគេរើទៅរស់នៅខេត្តផ្សេងវិញអញ្ចឹងណាបងជាគាត់ថាផ្ទះមួយហ្នឹងចាស់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាបាននិយាយពីឈើវិញឡើងពុកអស់ហើយបាននៅខាងក្រោមផ្ទះវិញដុះស្មៅស៊ុបទ្រុបប៉ុន្តែអត់មានពីណាគេទៅរើទៅអីចេញទេគឺគេទុកចោលនៅនឹងរហូតអញ្ចឹងអាពេលដែលគាត់មករស់នៅជាមួយអ៊ំស្រីរបស់គាត់ដំបូងបងជាគាត់អត់ទាន់បានជួបរឿងរ៉ាវអីទេរហូតទៅដល់ប្រហែលជាមួយអាទិត្យពេលនោះបងជាគាត់ក៏អត់ទាន់បានចូលរៀនដែរដោយថាខែគេវ៉ាកងអញ្ចឹងណាអញ្ចឹងដោយសារតែគាត់អត់ទាន់ចូលកងអញ្ចឹងបងជាគាត់ថាពេលនោះគាត់អបសុកមែនតើអញ្ចឹងហើយគាត់ក៏ចេះតែជិះកង់ដើរលេងនៅក្នុងភូមិអីអញ្ចឹងទៅហើយពេលនោះបងជាគាត់ចូលចិត្តទៅលេងផ្ទះអ្នកភូមិម្នាក់ដែលផ្ទះរបស់គាត់ហ្នឹងដូចថាបើកន្លែងលេងបាល់កន្លែងបោះប៊ូលមានតាមបុកបញ្ញាមានអីចឹងណាហើយបងជាគាត់ថាកាលហ្នឹងគាត់ចូលចិត្តទៅលេងបុកបញ្ញានៅផ្ទះមួយនឹងរាល់ថ្ងៃដល់តែពេលលេងយូរទៅគាត់ក៏ស្គាល់គេស្គាល់ឯងច្រើនអីចឹងទៅនិយាយទៅបងជាគាត់ថាគាត់ទៅលេងរាល់ថ្ងៃអ្នកទាំងអស់គ្នា
ឲ្យតែបាយថ្ងៃត្រង់រួចគឺគាត់ជិះកង់ទៅលេងបុកបិយានៅផ្ទះមួយហ្នឹងហើយរាល់ថ្ងៃដែលបងជាគាត់ជិះកង់ទៅហ្នឹងគឺគាត់តែងតែជិះកង់ឆ្លងកាត់ផ្ទះចាស់មួយហ្នឹងរាល់តែថ្ងៃដូចគ្នាប៉ុន្តែគាត់អត់ដែលបានចូលទៅមើលទៅអីទេព្រោះវាមានស្មៅដុះស៊ុបទ្រពច្រើនពេករហូតដល់មានថ្ងៃមួយបងជាគាត់ថាថ្ងៃហ្នឹងគាត់សោយមែនតើអ្នកទាំងអស់គ្នាគាត់ទៅលេងបុកបិយាហ្នឹងដៃណាក៏ចាញ់គេដៃណាក៏ចាញ់គេដែរគាត់ថាទឹកដៃរបស់គាត់ល្អគួរសមដែរហើយរាល់ថ្ងៃគាត់លេងវាមានចាញ់មានឈ្នះអីចឹងទៅប៉ុន្តែថ្ងៃហ្នឹងមិនដឹងជាយអូនរបស់គាត់ដាក់អាម៉េចគាត់លេងចាញ់គេស្ទើរគ្រប់ដៃណាក៏ចាញ់បើមិនចាញ់ទេគឺស្អុយនិយាយទៅគឺថាដូចសោយមែនតើអញ្ចឹងដោយសារតែចាញ់ពេកអញ្ចឹងបងជាគាត់ថាគាត់វក់ទៅមកចុះធម្មតាល្បែងណាអ្នកទាំងអស់គ្នាបើឈ្នះមិនសូវជាអីទេប៉ុន្តែបើចាញ់វិញគឺដឹងតាគេហៅថាសេះដាច់យកសេះតាមអីចឹងទៅប៉ុន្តែបងជាគាត់បានបញ្ជាក់ថាអានឹងគ្រាន់តែសម្រាប់គាត់ទេណាចំណែកអ្នកផ្សេងគាត់ក៏អត់ដឹងថាម៉េចដែរហើយបងជាគាត់ក៏ចង់ផ្ដាំទៅអ្នកទាំងអស់គ្នាដែរថាសូមឲ្យអ្នកទាំងអស់គ្នានឹងកុំយកគំរូតាមគាត់បើអ្នកទាំងអស់គ្នាលេងចាញ់ល្មមអ្នកទាំងអស់គ្នាឈប់លេងទៅកុំនៅវក់ដូចគាត់អញ្ចឹងហើយបើយល់ល្អអ្នកទាំងអស់គ្នាគួរកុំលេងល្បែងតែម្ដងព្រោះវាអត់មានកំណើតទេអ្នកទាំងអស់គ្នាដោយចាស់គាត់តែងតែនិយាយថាល្បែងតែងវិនិច្ឆ័យណាអញ្ចឹងអានឹងគ្រាន់តែជាការចែករំលែកបទពិសោធន៍របស់គាត់តែប៉ុណ្្នឹងទេឥឡូវយើងចូលទៅដល់សាច់រឿងរបស់គាត់បន្តទៀតអញ្ចឹងនៅពេលដែលបងជាគាត់លេងចាញ់ទៅហ្នឹងគឺគាត់អត់ព្រមឈប់លេងទេពេលហ្នឹងគាត់នៅវក់លេងរហូតដល់ម៉ោងប្រហែលជា10យប់លេងរហូតដល់គាត់ចាញ់ឡើងបោះគូតខោណាទើបបងជាគាត់ព្រមឈប់លេងបន្ទាប់មកគាត់ក៏ជិះកង់ត្រឡប់មកផ្ទះរបស់គាត់វិញអញ្ចឹងពេលដែលបងជាគាត់ជិះកង់មកផ្ទះវិញតែឯងហ្នឹងគាត់ថានៅតាមផ្លូវស្ងាត់មែនទែនអ្នកទាំងអស់គ្នាប៉ុន្តែវាសំណាងដែរដែលថ្ងៃហ្នឹងវាចំខែភ្លឺហើយបងជាគាត់ក៏ចេះតែជិះកង់ធម្មតាអីចឹងទៅគាត់ថាកាលហ្នឹងគាត់អត់ដែរចេះខ្លាចអីទេស្មានណាក៏គាត់ហ៊ានដើរដែរហើយគាត់ក៏មិនសូវជាអ្នកជឿទៅលើអារឿងខ្មោចលងរឿងអីហ្នឹងប្រហែលដែរអញ្ចឹងដល់តែពេលបងជាគាត់ជិះមកដល់ផ្ទះចាស់មួយហ្នឹងអ្នកទាំងអស់គ្នាដឹងថាបងជាគាត់បានឃើញអីនៅក្នុងផ្ទះមួយហ្នឹងគឺបងជាគាត់បានឃើញមនុស្សស្រីម្នាក់កំពុងតែអង្គុយនៅលើកាំចតាផ្ទះមួយហ្នឹងមើលទៅនាងអង្គុយរបៀបដូចឈ្ងោកក្បាលទៅខាងក្រោមណាហើយនៅមានលឺសលេងយំទៀតពេលនោះបងជាគាត់ថាពេលគាត់ឃើញភ្លាមគាត់អត់មានគិតទៅដល់រឿងខ្មោចលងអីទេគាត់ថាកាលហ្នឹងគាត់អត់ដែរជឿថាមានខ្មោចលងអីតិចសោះហ្មងបើគាត់ជឿតែបន្តិចគាត់ក៏អត់ហ៊ានស្រែកសួរនាងដែរពេលនោះគាត់ស្មានតែមានពីណាគេជួបបញ្ហាអីបានមកអង្គុយយំម្នាក់ឯងអីចឹងណាអញ្ចឹងពេលដែលគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងអញ្ចឹងបងជាគាត់ក៏ឈប់កង់ហើយស្រែកសួរទៅមនុស្សស្រីដែលកំពុងតែអង្គុយយំហ្នឹងពេលនោះគាត់សួរថាចែឯងកើតអីមែនបានមកអង្គុយយំម្នាក់ឯងអញ្ចឹងប៉ុន្តែពេលដែលគាត់សួរទៅនាងហ្នឹងគាត់ថាមនុស្សស្រីម្នាក់ហ្នឹងអត់និយាយតបមកគាត់វិញទេគឺនាងគិតតែពីអង្គុយឈ្ងោកក្បាលយំអញ្ចឹងរហូតបន្ទាប់មកបងជាគាត់ក៏ស្រែកសួរពីរបីដងទៀតហើយនាងក៏នៅតែអត់ឆ្លើយអញ្ចឹងតែអញ្ចឹងពេលហ្នឹងបងជាគាត់គិតថាប្រហែលជានាងអត់ចង់និយាយជាមួយពីណាគេទេមើលទៅបានជាសួរនាំអត់ឆ្លើយអញ្ចឹងណាហើយបើថានាងមិនលឺវាក៏មិនអាចទៅរួចដែរព្រោះពីផ្លូវទៅផ្ទះមួយហ្នឹងឃ្លាតពីគ្នាត្រឹមតែ 4-5 ម៉ែត្រទេអ្នកទាំងអស់គ្នាបន្ទាប់មកបងជាគាត់ក៏មិនបានសួរនាំអីទៀតដែររួចហើយគាត់ក៏ជិះកង់ចេញទៅផ្ទះអ៊ំស្រីរបស់គាត់បាត់ទៅនៅពេលដែលបងជាគាត់មកដល់ផ្ទះវិញនេះអ៊ំស្រីរបស់គាត់ហ្នឹងក៏បានសួរទៅគាត់ថាហើយក្មួយឯងទៅមកពីណាអាត្មាហ្នឹងហូបបាយហូបទឹកអីនៅហ្នឹងនិយាយទៅអ៊ំស្រីរបស់គាត់ហ្នឹងគឺស្លូតមែនតើអ្នកទាំងអស់គ្នាគាត់អត់ចេះស្ដីថាឲ្យកូនក្មួយអីទេហើយពេលហ្នឹងបងជាគាត់ក៏និយាយប្រាប់អ៊ំស្រីរបស់គាត់វិញថាគាត់ទើបមកពីលេងបុកបញ្ញានៅចុងភូមិអីចឹងទៅហើយបន្ទាប់មកទៀតគាត់ក៏ទៅហូបបាយរួចហើយក៏មួយទឹកមួយអីចូលទៅដេកទៅដោយពេលហ្នឹងគាត់ក៏អត់បានប្រាប់អ៊ំស្រីរបស់គាត់ថាគាត់បានជួបមនុស្សស្រីនៅផ្ទះចាស់មួយហ្នឹងទេដល់តែពេលស្អែកឡើងនេះថ្ងៃហ្នឹងធម្មតាល្បែងពេលចាញ់វាតែងតែមានការសុំសងសឹកអីចឹងណាហើយបងជាគាត់ក៏ទៅសុំសងសឹកជាមួយអ្នកដែលលេងឈ្នះគាត់កាលពីយប់មិញហ្នឹងទៀតពេលបងជាគាត់ជិះកង់ទៅហ្នឹងគាត់ក៏ត្រូវជិះកាត់ផ្ទះចាស់មួយហ្នឹងទៀតមែនទេប៉ុន្តែពេលហ្នឹងគាត់ក៏នឹកឃើញទៅដល់រឿងដែលគាត់បានឃើញមនុស្សស្រីម្នាក់អង្គុយយំកាលពីយប់មិញអញ្ចឹងគាត់ក៏ចង់ដើរចូលទៅមើលនៅក្នុងផ្ទះចាស់មួយហ្នឹងប៉ុន្តែពេលដែលគាត់ដើរចូលទៅមើលហ្នឹងបងជាគាត់ឆ្ងល់មែនតើគាត់ថាចំមនុស្សស្រីកាលពីយប់មិញហ្នឹងនាងដើរចូលទៅក្នុងផ្ទះយ៉ាងម៉េចព្រោះនៅជុំវិញផ្ទះចាស់មួយហ្នឹងគាត់អត់មានឃើញស្នាមផ្លូវដើរចូលទៅក្នុងហ្នឹងទេព្រោះធម្មតាតែមានគេដើរចូលទៅវាមិនមានស្នាមផ្លូវទូហើយមែនទេតែនេះអត់មានទេសងខាងផ្លូវគឺដុះស្មៅស៊ុបទ្រប់រកតែផ្លូវដើរចូលអត់បានទេពេលនោះបងជាគាត់ខំវែកស្មៅផងវែកព្រៃផងដើម្បីដើរចូលទៅមើលអញ្ចឹងអាពេលដែលគាត់ដើរចូលទៅដល់ហ្នឹងបងជាគាត់ឃើញនៅខាងក្រោមផ្ទះមួយហ្នឹង
មានខ្សែមួយហើយខ្សែមួយហ្នឹងរបៀបដូចខ្សែចងគោអញ្ចឹងណាអ្នកទាំងអស់គ្នាហើយវាចងជាប់នឹងធ្នឹមនៅខាងក្រោមផ្ទះមួយហ្នឹងព្រោះផ្ទះហ្នឹងវារាងខ្ពស់ពីដីគួរសមដែរប៉ុន្តែខ្សែហ្នឹងវាមិនមែននៅទាំងអស់ទេគាត់មើលទៅដូចខ្សែហ្នឹងត្រូវបានគេកាត់វាពាក់កណ្ដាលអញ្ចឹងណាហើយពេលនោះបងជាគាត់ក៏អត់បានទៅគិតអីច្រើនដែរគាត់មើលចុះមើលឡើងរួចបន្ទាប់មកគាត់ក៏ដើរចេញមកខាងក្រៅវិញហើយឡើងជិះកង់ទៅលេងបុកបិយាបាត់ទៅថ្ងៃហ្នឹងរវល់តែសងសឹកចុះសងសឹកឡើងស្រាប់តែយប់បាត់ទៀតនិយាយទៅប្រហែលថ្ងៃហ្នឹងបងជាគាត់វក់លបែងមែនតើអ្នកទាំងអស់គ្នាគាត់លេងភ្លេចបាយភ្លេចទឹកអស់ហើយពេលនោះគាត់លេងរហូតដល់ម៉ោង 9:10 ទៀតបន្ទាប់ពីសងសឹកអស់ចិត្តអស់ចង់ហើយណាមួយវាយប់ផងអញ្ចឹងបងជាគាត់ក៏ឈប់លេងហើយជិះកង់ត្រឡប់មកផ្ទះវិញអញ្ចឹងពេលដែលគាត់ជិះមកដល់ផ្ទះចាស់ហ្នឹងស្រាប់តែគាត់បានឃើញមនុស្សស្រីដែលគាត់ឃើញកាលពីយប់មិញហ្នឹងមកអង្គុយនៅលើកាំជដាលផ្ទះហ្នឹងម្ដងទៀតប៉ុន្តែយប់ហ្នឹងបងជាគាត់អត់មានឮសលេងយំទេគ្រាន់តែគាត់ឃើញនាងអង្គុយឈ្ងោមុខដូចជាម្សិលមិញអញ្ចឹងហើយពេលដែលបងជាគាត់ឃើញអញ្ចឹងគាត់ក៏ដើរចូលទៅសួរម្ដងទៀតពេលហ្នឹងគាត់សួរថាចែឯងមានបញ្ហាអីបានចេះតែមកអង្គុយនៅនឹងរហូតអញ្ចឹងយប់ជ្រៅហើយណាចែឯងអត់ខ្លាចអត់អីទេអីបន្ទាប់ពីបងជាគាត់សួរអញ្ចឹងពេលហ្នឹងមនុស្សស្រីម្នាក់ហ្នឹងក៏បានងើបមុខហើយឆ្លើយតបជាមួយគាត់វិញប៉ុន្តែពេលដែលនាងងើបមុខនិយាយជាមួយគាត់ហ្នឹងបងជាគាត់ឃើញមុខមនុស្សស្រីម្នាក់ហ្នឹងរបៀបថាគួរឲ្យខ្លាចមែនតើអ្នកទាំងអស់គ្នាមើលទៅមុខរបស់នាងឡើងផតហើយដូចមនុស្សឈឺអញ្ចឹងណាពេលហ្នឹងនាងបាននិយាយប្រាប់បងជាថាដោយសារតែនាងពិបាកចិត្តពេកទើបអត់ដឹងថាទៅណាក៏មកអង្គុយយំនៅកន្លែងហ្នឹងទៅអញ្ចឹងពេលដែលបងជាគាត់ឮនាងនិយាយបែបហ្នឹងហើយគាត់ក៏សួរទៅនាងទៀតគាត់សួរថាហូចឯងពិបាកចិត្តរឿងអីអាចប្រាប់ខ្ញុំបានអត់ពីដំបូងនាងស្ទាក់ស្ទើរដូចថាអត់ចង់ប្រាប់គាត់អញ្ចឹងណាប៉ុន្តែបងជាគាត់ចេះតែសួរថាចែឯងមានបញ្ហាអីចែឯងប្រាប់ខ្ញុំមកកែលោខ្ញុំអាចជួយចែឯងបានអីអញ្ចឹងទៅអញ្ចឹងបានបន្ទាប់មកនាងក៏បាននិយាយប្រាប់បងជាថានាងពិបាកចិត្តដោយសារតែសង្សាររបស់នាងបានសុំបែកគ្នាជាមួយនាងទាំងដែលពេលហ្នឹងនាងកំពុងតែមានកូនជាមួយគាត់អញ្ចឹងពេលដែលបងជាគាត់ឮនាងនិយាយប្រាប់អញ្ចឹងពេលហ្នឹងគាត់ក៏បានសួរទៅនាងទៀតថាហើយចុះសង្សារចាឯងគាត់អ្នកនៅណាវិញគាត់នៅភូមិនឹងដែរមែនពេលហ្នឹងនាងក៏បានប្រាប់គាត់ថាសង្សាររបស់នាងមិនមែនជាអ្នករស់នៅភូមិនឹងទេគឺគាត់ជាអ្នករស់នៅភូមិផ្សេងប៉ុន្តែគ្រាន់តែនៅក្នុងស្រុកជាមួយគ្នាអញ្ចឹងណាអញ្ចឹងពេលដែលបងជាគាត់បានឮនាងនិយាយពីរឿងរ៉ាវក្នុងចិត្តរបស់នាងរួចគាត់ក៏ធ្វើជានិយាយលួងលោមនាងកុំឲ្យនាងពិបាកចិត្តទៀតដោយពេលហ្នឹងគាត់បាននិយាយលើកទឹកចិត្តនាងថាចាឯងកុំទៅពិបាកចិត្តធ្វើអីចាបើគាត់ចង់ទៅចាឯងឲ្យគាត់ទៅមនុស្សប្រុសអញ្ចឹងបើចាឯងបានគាត់ធ្វើប្តីក៏ពិបាកដែរមនុស្សប្រុសស្អីអត់មានទំនួលខុសត្រូវអញ្ចឹងចាឯងស្មានតាចាឯងអាចពឹងពាក់គាត់បានមួយជីវិតមែនបើគាត់ជាមនុស្សល្អគាត់មិនមែនអត់ទទួលខុសត្រូវលើចាឯងអញ្ចឹងទេបើចាឯងកាត់ចិត្តបានពេលហ្នឹងអាចថាជាសំណាងរបស់ចាឯងហើយអញ្ចឹងបន្ទាប់ពីនាងបានស្ដាប់បងជាគាត់និយាយរួចហើយពេលហ្នឹងនាងក៏ងក់ក្បាលបន្ទាប់មកនាងក៏និយាយប្រាប់បងជាថានាងចង់នៅម្នាក់ឯងស្ងាត់បន្តិចទៀតអញ្ចឹងបងជាគាត់ក៏ប្រាប់ទៅនាងឲ្យឆាប់ទៅផ្ទះបន្ទាប់មកគាត់ក៏ឡើងជិះកង់ទៅផ្ទះរបស់គាត់បាត់ទៅពេលបងជាគាត់មកដល់ផ្ទះហ្នឹងបងជាគាត់ក៏បានសួរទៅអ៊ំស្រីរបស់គាត់ថាអ៊ំផ្ទះចាស់នៅតាមផ្លូវហ្នឹងម្ចាស់ផ្ទះគេទុកចោលយូរនៅពេលហ្នឹងអ៊ំស្រីរបស់គាត់ហ្នឹងក៏បាននិយាយប្រាប់គាត់ថាផ្ទះហ្នឹងគេទុកចោល 4-5 ឆ្នាំហើយអត់ដែរឃើញគេមកអឺតមកអីទេបន្ទាប់មកគាត់ក៏បានប្រាប់ទៅបងជាទៀតថាក្មួយឯងកុំចូលទៅផ្ទះហ្នឹងលឺនៅហើយពេលហ្នឹងបងជាគាត់ក៏សួរទៅអ៊ំស្រីរបស់គាត់វិញរបៀបឆ្ងល់អញ្ចឹងណាគាត់សួរថាមិនចឹងអ៊ំផ្ទះហ្នឹងធ្លាប់មានរឿងអីមែនប៉ុន្តែពេលហ្នឹងអ៊ំស្រីរបស់គាត់អត់មាននិយាយអីប្រាប់គាត់ទេដោយគាត់គ្រាន់តែឆ្លើយថាអត់មានអីទេដោយសារតែអ៊ំឃើញថាវាចាស់ពេកខ្លាចវាបាក់សកត់អីចឹងទៅបន្ទាប់មកពួកគាត់ក៏ឈប់និយាយពីផ្ទះមួយហ្នឹងទៅដល់តែពេលស្អែកឡើងថ្ងៃហ្នឹងបងជាគាត់ជិះកង់ទៅលេងបុកបិយាធម្មតាប៉ុន្តែបន្ទាប់ពីលេងបុកបិយារួចហើយបងជាគាត់អត់ទាន់ត្រឡប់មកផ្ទះវិញទេគឺគាត់បានទៅមើលគេលេង concert បន្តទៀតរហូតដល់ម៉ោងប្រហែលជា 11 កន្លះទើបបងជាគាត់ត្រឡប់មកផ្ទះវិញហើយពេលដែលគាត់ជិះកង់មកផ្ទះវិញហ្នឹងគឺបងជាគាត់តែងតែជិះកង់កាត់ផ្ទះចាស់មួយហ្នឹងដូចតែរាល់ថ្ងៃអញ្ចឹងប៉ុន្តែយប់ហ្នឹងបងជាគាត់អត់សំណាងដូចរាល់យប់ទេគឺយប់ហ្នឹងហើយដែលគាត់ត្រូវបានខ្មោចមនុស្សស្រីម្នាក់ហ្នឹងលងបន្លាចគាត់ឡើងគាត់ខ្លាចលែងហ៊ានទៅណាពេលយប់ទៀតណាអ្នកទាំងអស់គ្នាពេលដែលបងជាគាត់ជិះកង់មកដល់ផ្ទះមួយហ្នឹងគឺគាត់បានឃើញមនុស្សស្រីដែលគាត់បានឃើញ2ថ្ងៃជាប់គ្នាហ្នឹងមកអង្គុយយំនៅនឹងម្ដងទៀតប៉ុន្តែម្ដងហ្នឹងនាងមិនអង្គុយនៅលើកាំជដាផ្ទះដូចមុនទេអ្នកទាំងអស់គ្នាគឺនាងមកអង្គុយនៅខាងមុខផ្ទះមាត់ផ្លូវហ្នឹងណាហើយនាងអង្គុយយំអោនក្បាលចុះដូចថ្ងៃទី1អញ្ចឹង
ពេលបងជាគាត់ឃើញអញ្ចឹងបងជាគាត់ក៏ឈប់កង់រួចហើយក៏សួរទៅនាងថាចាឯងនៅខូចចិត្តរឿងសង្សារចាឯងទៀតមែនប៉ុន្តែពេលដែលបងជាគាត់សួរទៅហ្នឹងពេលហ្នឹងនាងអត់មាត់ទេហើយបងជាគាត់ស្មានតែនាងអត់ឮក៏ដើរទៅជិតនាងបន្ទាប់មកគាត់ក៏យកដៃរបស់គាត់ហ្នឹងទៅកេះស្មារបស់នាងរួចហើយសួរទៅនាងម្ដងទៀតថាចាឯងនៅខូចចិត្តរឿងសង្សារចាឯងទៀតមែនប៉ុន្តែពេលហ្នឹងអ្នកទាំងអស់គ្នាដឹងថានាងឆ្លើយតបមកគាត់វិញថាមិនអត់គឺនាងបានស្រែកដាក់បងជាថាកុំមករញ៉េរញ៉ៃជាមួយខ្ញុំពេលនោះបងជាគាត់ថាគាត់ឡើងភ្ញាក់អ្នកទាំងអស់គ្នាប៉ុន្តែពេលដែលនាងងាកមុខមកស្រែកដាក់គាត់ហ្នឹងម្ដងនឹងបងជាគាត់ថាមើលទៅមុខរបស់នាងឡើងរលួយអស់ហើយអ្នកទាំងអស់គ្នាហើយមានឈាមហូរមកស្រោចពេញមុខទៀតពេលនោះបងជាគាត់ភ័យមែនទែនបន្ទាប់មកគាត់ក៏រត់ចោលកង់របស់គាត់ទៅផ្ទះឡើងលឿនប៉ុន្តែពេលដែលគាត់កំពុងតែរត់ហ្នឹងបងជាគាត់ថាគាត់រត់ដួលព្រុសហើយជើងរបស់គាត់ពេលហ្នឹងឡើងទន់ពេលហ្នឹងទើបបងជាគាត់ដឹងថាការពិតនៅពេលដែលមនុស្សភ័យខ្លាចខ្លាំងពេកដៃជើងរបស់យើងគឺកម្រើកអត់ចង់រួចទេអ្នកទាំងអស់គ្នាប៉ុន្តែបងជាគាត់នៅតែខំប្រឹងងើបរត់ទាល់តែដល់ផ្ទះអ៊ំស្រីរបស់គាត់ពេលបងជាគាត់រត់មកដល់ផ្ទះវិញនេះពេលហ្នឹងគាត់ក៏បានរត់ចូលទៅក្នុងបន្ទប់របស់គាត់ឡើងលឿនព្រោះបន្ទប់បងជានៅខាងក្រោមផ្ទះហើយអ៊ំស្រីរបស់គាត់គឺសម្រាននៅខាងលើផ្ទះអញ្ចឹងបន្ទាប់ពីបងជាគាត់រត់ចូលទៅក្នុងបន្ទប់របស់គាត់រួចហើយពេលហ្នឹងគាត់ក៏ចង់ដឹងថាតើខ្មោចស្រីម្នាក់ហ្នឹងមានមកតាមគាត់អត់អញ្ចឹងណាបន្ទាប់មកបងជាគាត់ក៏បើកអាប្រអួចនៅខាងមុខផ្ទះណាអ្នកទាំងអស់គ្នាព្រោះបន្ទប់របស់គាត់ហ្នឹងវាបែរទៅខាងមុខផ្លូវចូលនឹងដែរប៉ុន្តែនៅពេលដែលបងជាគាត់លបមើលតាមប្រអួចហ្នឹងស្រាប់តែគាត់បានឃើញខ្មោចស្រីម្នាក់ហ្នឹងកំពុងតែឈរនៅខាងមុខផ្ទះអ៊ំស្រីរបស់គាត់ប៉ុន្តែនាងមិនមែនឈរនៅក្នុងបរិវេណផ្ទះទេណាគឺនាងឈរនៅខាងក្រៅរបងផ្ទះហើយនាងមិនមែនឈរធម្មតាទៀតគឺនាងដូចថាកំពុងតែឈរនិយាយជាមួយពីណាគេម្នាក់អញ្ចឹងគ្រាន់តែពេលហ្នឹងបងជាគាត់មើលអត់ឃើញមនុស្សដែលនាងកំពុងតែឈរនិយាយជាមួយនឹងជាពីណាគេទេបន្ទាប់មកទើបបងជាគាត់គិតថាវិញ្ញាណខ្មោចស្រីម្នាក់ហ្នឹងប្រហែលជាឈរនិយាយជាមួយនឹងប្រភូមិឬមួយក៏ម្ចាស់ទឹកម្ចាស់ដីផ្ទះអ៊ំស្រីរបស់គាត់ឲ្យមើលទៅព្រោះនៅខាងមុខផ្ទះអ៊ំស្រីរបស់គាត់ហ្នឹងក៏មានប្រភូមិដែរអ្នកទាំងអស់គ្នាអញ្ចឹងនៅអំឡុងពេលដែលបងជាគាត់កំពុងតែមើលនាងនិយាយហ្នឹងស្រាប់តែគាត់បានឃើញនាងលើកដៃចង្អុលមកផ្ទះអ៊ំស្រីរបស់គាត់មើលទៅនាងដូចថាកំពុងតែប្រាប់ប្រភូមិថានាងកំពុងតែរកមនុស្សនៅក្នុងផ្ទះហ្នឹងអញ្ចឹងណាពេលហ្នឹងធ្វើឲ្យបងជាគាត់ភ័យខ្លាំងមែនតើគាត់ឡើងព្រឺរោមខ្ញាក់មកហើយគាត់ក៏បានងាកមុខចេញពីប្រអួចឡើងលឿនបន្ទាប់មកបងជាគាត់អត់ហ៊ានទៅអឺតមើលទៀតទេអញ្ចឹងគាត់ក៏ចូលទៅដេកហើយទាញភួយគ្របក្បាលឡើងជិតឈឹងបន្ទាប់ពីបងជាគាត់ខំប្រឹងសំងំពេលហ្នឹងគាត់ក៏ដេកលក់ដោយអត់ដឹងខ្លួនទៅរហូតដល់តែពេលគាត់ភ្ញាក់ដឹងខ្លួនឡើងវិញពេលហ្នឹងគឺភ្លឺបាត់ទៅហើយដល់តែពេលព្រឹកឡើងបងជាគាត់ដូចថាចង់ដឹងពីរឿងរ៉ាវនៅផ្ទះចាស់មួយនឹងអញ្ចឹងណាពេលហ្នឹងគាត់ក៏ធ្វើជាសួរទៅអ៊ំស្រីរបស់គាត់ធ្វើជាសួរថាអ៊ំនៅផ្ទះចាស់ហ្នឹងមិនបានម្ចាស់ផ្ទះគេឈប់នៅអញ្ចឹងផ្ទះហ្នឹងធ្លាប់មានរឿងអីកើតឡើងមែនអ៊ំបន្ទាប់មកអ៊ំស្រីរបស់គាត់ហ្នឹងក៏បានសួរមកគាត់វិញថាហើយមិនបានសុកមកសួរនាំពីផ្ទះហ្នឹងអញ្ចឹងមួយឯងបានជួបរឿងអីមែនទើបពេលហ្នឹងបងជាគាត់បានប្រាប់រឿងរ៉ាវដែលគាត់បានជួបកាលពីយប់មិញហ្នឹងឲ្យទៅអ៊ំស្រីរបស់គាត់ស្ដាប់ដែលគាត់បាននិយាយថាពេលដែលគាត់មកពីដើរលេងវិញគឺគាត់បានជួបមនុស្សស្រីម្នាក់មានវ័យប្រហែលជា20ឆ្នាំបានទៅអង្គុយយំនៅលើកាំចតាលផ្ទះមួយហ្នឹងអីចឹងទៅអញ្ចឹងបន្ទាប់ពីអ៊ំស្រីរបស់គាត់លើបែបហ្នឹងពេលហ្នឹងគាត់ក៏សួរបញ្ជាក់ទៅបងជាថាមែនអីក្មួយឯងបានជួបមនុស្សស្រីនៅផ្ទះមួយហ្នឹងមែនអីហើយបងជាគាត់ក៏និយាយថាមែនតាអ៊ំខ្ញុំបានជួបនាង3ថ្ងៃជាប់គ្នាហើយគឺយប់ម្សិលមួយថ្ងៃម្សិលមិញហើយនឹងយប់មិញនឹងឯងបន្ទាប់ពីបានឮបងជាគាត់និយាយរួចហើយទើបពេលហ្នឹងអ៊ំស្រីរបស់គាត់បាននិយាយប្រាប់បងជាថាការពិតកាលពី1ឆ្នាំមុននៅក្នុងផ្ទះចាស់មួយហ្នឹងធ្លាប់មានហេតុការណ៍មនុស្សស្រីម្នាក់បានទៅចងកសម្រាប់ខ្លួនឯងនៅខាងក្រោមផ្ទះមួយហ្នឹងហើយអាមូលហេតុដែលនាងចងកសម្រាប់ខ្លួនឯងហ្នឹងគឺអត់មានពីណាគេដឹងថានាងមានបញ្ហាអីទេសូម្បីតែឪពុកម្ដាយរបស់នាងក៏ពួកគាត់អត់ដឹងដែរប៉ុន្តែក្រោយពីគ្រូពេទ្យកសលវិច័យសាកសពនាងត្រូវបានគេរកឃើញថានាងមានផ្ទៃពោះជាង3ខែទៅហើយទើបគ្រប់គ្នាគេសន្និដ្ឋានថានាងចងកសម្រាប់ខ្លួនឯងដោយសារតែនាងខ្មាស់គេអញ្ចឹងណាអញ្ចឹងបន្ទាប់ពីបងជាគាត់បានដឹងរឿងរ៉ាវរបស់ខ្មោចស្រីម្នាក់នឹងហើយពេលហ្នឹងគាត់មានអារម្មណ៍ថាគួរឲ្យអាណិតនាងខ្លាំងមែនតើអ្នកទាំងអស់គ្នាមិនគួរណានាងមកគិតខ្លីដោយសារតែរឿងបែបហ្នឹងសោះហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿងពេញរបស់បងជាគឺមានតែប៉ុណ្្នឹងឯងហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងមួយហ្នឹងជាចុងក្រោយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់
ហើយបើសិនជាមានកន្លែងណាមួយដែល admin និយាយទៅមានការលឺលួមមិនសមរម្យក៏សូមអភ័យទោសពីសំណាក់អ្នកស្ដាប់ទាំងអស់គ្នាផងមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាគឺជាអ្នកថ្មីហើយចូលចិត្តការដំណើររបស់ admin ក៏សូមជួយចុច like ក៏ដូចជាចុចជាវនិង subscribe channel admin ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូរឿងរ៉ាវខ្មោចលងរន្ធត់ជាបន្តទៀតអញ្ចឹងនៅក្នុងខណៈពេលនេះដែរ admin សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត